សួស្តីអ្នកទាំងអស់គ្នានេះគឺជាសេចក្តីសង្ខេបនៃហោរាសាស្ត្រសម្រាប់អ្នកដែលកើតនៅស្អែកឆាប់Capricorn សម្រាប់ឆ្នាំ2026ឆ្នាំ2021គឺជាឆ្នាំដែលអ្នកត្រូវប្រើភាពអត់ធ្មត់និងវិន័យដើម្បីកសាងមូលដ្ឋានគ្រឹះឲ្យជីវិតរឹងមាំនៅក្នុងពាក់កណ្ដាលឆ្នាំដំបូងអ្នកនឹងត្រូវផ្ដោតលើការរៀបចំខ្លួននិងការងារដែលពោរពេញទៅដោយទំនួលខុសត្រូវខ្ពស់ពាក់កណ្ដាលឆ្នាំចុងក្រោយចាប់ពីខែមិថុនាភពរហ័សនាំមកនៅលាភសំណាងមកលើផែនដីទំនាក់ទំនងនឹងដៃគូដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើងសម្រាប់ការងារនិងហិរញ្ញវត្ថុនៅដើមឆ្នាំការងារអាចនឹងមានសម្ពាធបន្តិចបន្តួចប៉ុន្តែពីខែមិថុនាទៅអ្នកនឹងទទួលបានការទទួលស្គាល់ពីថ្នាក់លើអ្នកដែលមានបំណងចង់ផ្លាស់ប្ដូរការងារឬធ្វើការជាមួយបរទេសនឹងមានឱកាសល្អបំផុតក្នុងអំឡុងពេលខែកក្កដាហិរញ្ញវត្ថុលុយកាក់បានមកពីការខិតខំប្រឹងប្រែងមិនមែនមកពីសំណាងនោះទេអ្នកគួរជៀសវាងការបោះទុនទៅលើមុខរបរណាដែលសន្និដ្ឋានថានឹងចំណេញលឿនពេកសម្រាប់ខែមីនានិងខែធ្នូជាខែដែលហិរញ្ញវត្ថុរបស់អ្នកមានភាពរឹងមាំបំផុតសម្រាប់ស្នេហានិងទំនាក់ទំនងអ្នកនៅលីវបន្ទាប់ពីខែមិថុនាអ្នកនឹងមានឱកាសជួបគូព្រេងឬមនុស្សដែលមានចរិតចាស់ទុំនិងផ្ដល់តម្លៃលើការសាងសង់គ្រួសារសម្រាប់អ្នកមានគូបញ្ហារកម្មរបស់កន្លងមកនឹងត្រូវបានដោះស្រាយចន្លោះពីខែសីហាដល់តុលាជាពេលវេលាល្អបំផុតសម្រាប់ពង្រឹងចំណងស្នេហាឲ្យកាន់តែស៊ីជម្រៅសម្រាប់សុខភាពចំណុចគួរប្រុងប្រយ័ត្នអ្នកកើតរាសីចក្រចូលចិត្តធ្វើការខ្លាំងពេកសូមប្រុងប្រយ័ត្នសន្លាក់ឆ្អឹងនិងការចុករយខ្នងជាពិសេសនៅដើមឆ្នាំក្នុងឆ្នាំ2026ខែសំណាងរបស់អ្នកខែមករាជាពេលរៀបចំផែនការនិងចាប់ផ្ដើមអ្វីដែលថ្មីខែមិថុនាសំណាងលើផ្នែកស្នេហានិងចុះកិច្ចសន្យាផ្សេងៗខែកញ្ញាជោគជ័យក្នុងអាជីវកម្មការងារខ្លាំងបំផុតខែធ្នូពេលវេលានៃការផ្លាស់ប្ដូរជីវិតឲ្យកាន់តែប្រសើរ